នេះដំណាំលពៅអានេះត្រកូនបាទដីតែ10 ម៉ែត្រគុណ20ដាំដំណាំដាំបន្លែបានញ៉ាំអានេះល្មៀតជីនោះជីល្អស្លឹកជីណែល្អណាស់មិនតែប៉ុណ្្នឹងណានៅក្រៅលបងក៏មានដែរអានេះដុះល្អអានេះផ្ទីអានេះគេហៅផ្ទីគេផ្ទីថ្មឯងផ្ទីដូងនេះស្លប្រហើស្លកកោស្លអំសៅឈូមែងអានេះសាច់ខាវណែសាច់ខាវនេះល្អធម្មតាទេអ្នកមកពីស្រុកខ្សែបងប្អូនចូលចិត្តតែការដាំដុះចឹងមកដល់ពេញទិញដីតែ10 ម៉ែត្រគុណ20ដាំបន្លែបេះប្រចាំថ្ងៃចេះដាំលេងទៅហើយអានេះសិល្ពៅទេអានេះអាលឹកហើយទ្របអានេះទៅទឹមទៅទឹមមកដើមមានមួយផ្លែអានេះទ្របនេះទឹមបេះផ្លែអស់អានេះស្ពៃទឿហើយអានេះលឹកបាសនេះបេះមកពីស្រុកមកអានោះទៅសក់អានេះស្ពៃនេះស្ពៃអត់សូវល្អទេអានេះសធម្មជាតិទេអត់មានគីមីអញ្ចឹងវាស្លឹកវាអត់សូវល្អនេះបងប្អូនប្រហែលជាស្គាល់ហើយបងប្អូនខ្លះប្រហែលជាអត់ស្គាល់ទេអានេះគេហៅថាតាំងអោតែតាំងអោនេះដាក់ស៊ុបក៏បានហូបលក់ក៏បានមួយសាច់គោមួយអំបិលមិនអីក៏បានដែរត្រូវវាមានជាតិហាងដូចវ៉ាសាប៊ីអញ្ចឹងណាប៉ុន្តែឆ្ងាញ់បងប្អូនបាទខ្ញុំចូលចិត្តមួយសាច់គោអែមឲ្យលេខ1នោះតែពេលវាចាស់ទៅឡើងផ្កាអញ្ចឹងណាអានោះលហុងនេះលហុងពូជផ្លែវែងណាផ្លែតាអានោះលហុងណានោះទុំរហូតលហុងនឹងទុំរហូតឥឡូវទៅអស់ផ្លែទុំមើលផ្លែវាឡើងចកមកនេះអាផ្លែវែងបងប្អូននេះអាផ្លែវែងទៅមានដីប៉ុណ្ណឹងយើងដាំបន្លែដាំប្លុកបានហូបប្រចាំថ្ងៃហូបអត់បេះលក់ឲ្យគេខ្លះទៅមិនមែនថាលក់បានលុយចាយលក់ដើម្បីឲ្យគេបានហូបដែរអញ្ចឹងណាយើងខ្ជិលចែកព្រីនោះលហុងអានេះនេះមើលផ្លែដើមទៅផ្លែប្រដងអែមនេះជាតិមកបាទអត់មើលចេះនៅក្រោយតែល្វែងបងប្អូនមានដីកុំភ្លេចដាំអញ្ចឹង